ផលិតកម្ម KM សូមជូនរឿងជីវិតផ្សងស្នេហ៍ភាគទី4នាងថោកទៀតឈប់ណាលោកប៉ាជួយខ្ញុំផងគឺគេផ្ទះខ្ញុំមុនណាលោកប៉ាអូយលោកប៉ាខ្ញុំឈឺណាស់ជួយផងលោកប៉ាជួយផងលោកប៉ាស្អីគេកូនណាគេធ្វើបាបកូនហ៎គេច្រានខ្ញុំហើយដណ្ដើមរបស់លេងខ្ញុំទៀតអាភីណែឯងធ្វើបាបកូនយើងផងហ៎និយាយមកណែមែននេះណែមែនទេធ្វើបាបមែនទេធ្វើបាបមែនទេហ៎មែនទេនេះនោះគឺដូចដែលខ្ញុំនិយាយណាលោកប៉ាគេទាំងផ្ទះទាំងវាយខ្ញុំគេចង់ធ្វើបាបខ្ញុំបានហើយយើងមិនចង់ស្ដាប់ពាក្យកុហកពីឯងទេលោកប៉ាអូនកាន់គេគ្មាននិស័យកោងកាចថោកទាបទេឯងនេះហើយដែលធ្វើបាបគេនេះលោកប៉ាជឿគេតែលោកប៉ាមិនជឿខ្ញុំទេពីព្រោះប៉ាស្គាល់និស័យកូនច្បាស់ណាស់តែលោកប៉ាឃើញហាញ់តើថាគេយករូបថតរបស់ម៉ាក់ចេញហើយយករូបថតគេមកដាក់ជំនួសមានន័យថាគេមិនផ្ដោតកិត្តិយសឲ្យប៉ាហើយនឹងម៉ាក់ទេប៉ាគឺជាអ្នកប្រាប់ឲ្យអូនកាន់ធ្វើអញ្ចឹងនីគីណែកូនស្ដាប់ប៉ាណាប៉ាគិតថាបើសិនជាប៉ាចាប់ផ្ដើមថ្មីជាមួយនឹងនរណាម្នាក់ប៉ាគួរតែភ្លេចម៉ាក់កូនទៅហើយប៉ាគិតថាប៉ាគួរតែផ្ដល់កិត្តិយសឲ្យស្រីផ្សេងក្នុងនាមជាភរិយាដែលពេញលក្ខណៈលោកប៉ាមិនស្រឡាញ់ខ្ញុំនិងស្រឡាញ់ម៉ាក់ខ្លះទេប៉ាស្រឡាញ់កូនខ្លាំងណាស់គឺវាជ្រុលពេកហើយដែលធ្វើឲ្យកូនមាននិស័យបែបនេះហេតុដូច្នេះប៉ាគិតថាដល់ពេលហើយដែលប៉ាគួរតែរកនរណាម្នាក់មើលថែកូនហើយប៉ានឹងរៀបការជាមួយនឹងអូនកាន់នាពេលឆាប់នេះអត់ទេខ្ញុំគ្មានថ្ងៃទទួលគេធ្វើជាម្ដាយរបស់ខ្ញុំទេបងលុបចោលពិធីមង្គលការរបស់យើងទាំងពីរនាក់ទៅខ្ញុំមិនចង់ធ្វើជាមេបញ្ហាមកបំផ្លាញការស្រឡាញ់រវាងបងហើយនឹងកូនទេនាងខ្ញុំសុំទោសណាដែលខ្ញុំធ្វើឲ្យនាងមិនសប្បាយចិត្តពីពេលនេះតទៅខ្ញុំមិនមកទើសមុខទើសមាត់នាងទៀតទេទុកឲ្យខ្ញុំចាក់ចេញពីឪពុករបស់នាងចុះណែអូនកាន់ប៉ុន្តែសូមឲ្យនាងចាំទុកណាថាខ្ញុំមានតែបំណងល្អចំពោះនាងបងខ្ញុំសប្បាយចិត្តណាស់ដែលបានស្គាល់បងលាសិនហើយអូនកាន់ឈប់ណែអូនស្ដាប់បងណាបងមិនព្រមបាត់បង់មនុស្សស្រីដែលល្អបំផុតដូចជាអូនទេបងផ្លាស់ចិត្តហើយបងនឹងរៀបការជាមួយអូននៅអាទិត្យក្រោយនេះលោកប៉ាណែទៅរៀបចំកាត់ឈុតទៅ
យើងនឹងឲ្យឯងកំដរកូនកំមុំអត់ទេខ្ញុំគ្មានថ្ងៃទៅចូលរួមពិធីមង្គលការទេខ្ញុំនឹងចូលរួមបុណ្យសពគេជំនួសវិញឯងឈប់កោងកាយទៀតទៅទោះជាឯងមិនយល់ស្របពិធីមង្គលការរវាងយើងហើយនឹងអូនកានត្រូវតែកើតឡើងលោកប៉ាកូនកាត់អីនេះកូនគិតតែពិសើចមិនតែមើលនាងទេគឺសប្បាយចិត្តណាស់ម៉ាក់ទីបំផុតមានគេមកបង្ក្រាបនាងឆ្កែអង្គែស៊ីនោះហើយកូនចង់និយាយដល់អ្នកណាគឺស្រីថ្មីរបស់លោកម្ចាស់នោះអីបង្ក្រាបអ្នកនាងនៅក្នុងដៃតែម្ដងម៉ាក់ធ្លាប់បដៅឲ្យមែនទេថាកុំទៅជេរស្ដីឬក៏ធ្វើបាបចិត្តអ្នកនាងជាដាច់ខាតម៉ាគឺខ្ញុំសប្បាយចិត្តមែនណាកាលពីមុនគេមិនបានគិតពីសមោលណានានោះទេគេជួបប្រទះបែបនេះទៅឲ្យគេបានឈឺចាប់យូរម៉ាចង់ទៅណានឹងម៉ាក់ទៅមើលអ្នកនាងពេលនេះមិនយំសោកបោកខ្លួនហើយទេឬក៏អាចប្រកាច់ហើយកថាបានម៉ាក់មិនច្បាស់ទៅទេម៉ាក់នៅទីនេះហើយទុកឲ្យខ្ញុំទៅមើលបានហើយហាមទៅចំអកឬក៏ជន់ថែមឲ្យអ្នកនាងជាដាច់ខាតយល់ហើយនៅបាទខ្ញុំចាំច្បាស់ណាម៉ាក់ធ្លាប់បដៅឲ្យថាមនុស្សដួលកុំដើររំលងចាអញ្ចឹងកូនឆាប់ទៅយ៉ាងម៉េចប្រាប់ប៉ាមកតើរឿងរ៉ាវវាយ៉ាងម៉េចខ្ញុំប្រាប់ប៉ាហើយតើថាខ្ញុំត្រូវគេដណ្ដើមទូរស័ព្ទហើយខ្ញុំក៏ទៅដណ្ដើមមកវិញប៉ុន្តែប៉ាឃើញកូនត្រូវគេដេញវាយដូចរឿងកុនអញ្ចឹងមិនមែនរឿងដណ្ដើមទូរស័ព្ទទេយ៉ាងម៉េចដែរហ៎យ៉ាងកូនលោកប៉ាឈប់ស្រឡាញ់ខ្ញុំហើយម៉ាក់ជួយខ្ញុំផងណាមិនបាច់មករំខានខ្ញុំទេចេញទៅជួបទៅភ្នែកទៅឯងប្រហែលជាសប្បាយចិត្តណាស់មែនទេដែលឃើញខ្ញុំខ្លាចជាបែបនេះមែនហើយខ្ញុំសប្បាយចិត្តណាស់មែនហើយឯងកាន់ជើងគេចង់ឲ្យគេដណ្ដើមប៉ាពីខ្ញុំមែនទេដើម្បីឲ្យខ្ញុំត្រូវគេទាត់ចោលមែនទេខ្ញុំប្រាប់នាងហើយតាថ្ងៃណាដែលនាងខកបំណងហើយខូចចិត្តខ្ញុំនេះហើយដែលជាអ្នកជន់នាងថែមហើយក៏វាមកដល់នៅយើងមិនតាន់ចប់មួយថ្ងៃផងឃើញទេចេញទៅ
ទុកទៅពេលដែលទាញចេញមកកុំឲ្យវាខំដានខ្ញុំដាស់តឿនដោយបំណងល្អណាព្រោះបើខំដានខ្លួនឯងទៅដាននឹងដាច់ជាពីរស្រែកអាក្រក់មើលស្លាប់ហើយខ្ញុំស្អប់ឯងលឺដៃទេខ្ញុំស្អប់ឯងខ្ញុំក៏ស្អប់នាងដែរបើអ្នកទាំងអស់គ្នានៅក្នុងផ្ទះស្អប់គ្មានអ្នកណាម្នាក់ស្រឡាញ់នាងទេសូម្បីតែម្ដាយនាងនៅតែស្អប់នាងហើយក៏ស្លាប់បាត់ទៅមិនពិតទេមិនពិតទេទោះជានាងស្រែកឲ្យបែកបំពង់កស្លាប់ក៏គ្មានអ្នកណាគេស្រឡាញ់នាងដែរមិនពិតទេ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 គឺខ្ញុំប្រាប់លោកប៉ាអស់ហើយតើថាខ្ញុំត្រូវគេដណ្ដើមទូរស័ព្ទហើយខ្ញុំទៅដណ្ដើមយកមកវិញប៉ុន្តែតាមដែលប៉ាឃើញកូនរត់ទៅនោះគឺប្រហែលជាមិនមែនជារឿងនឹងទេហើយក៏មិនមែនជារឿងធម្មតាដែរតែសួរដេញដោលដល់ណាទៀតកូនមិនមែនជាជនជាប់ចោលទេណាបងមិនឃើញទេថាកូនមានរបួសប៉ុន្តែថ្ងៃនេះបងត្រូវទៅដឹងការពិតឲ្យបានកូនអាចមានរឿងខ្លះៗលះបង់នឹងយើងយ៉ាងម៉េចដែរឆ្លាមកូនបងធនកនខ្ញុំប្រាប់ថាឲ្យចាប់គឺចាប់ណែអូនចង់ឲ្យរឿងនេះវាចប់រួចហើយមានបញ្ហាថ្មីតាមមកទៀតអញ្ចឹងអូនមិនសង្ស័យទេថាក្មេងស្ទាវដែលរត់ទៅតាមកូនយើងនោះមិនមែនជាក្មេងមហាវិទ្យាល័យទេមើលទៅគឺជាពួកអ្នកលេងដឹងទេកូនឯណាសាក់និយាយការពិតប្រាប់ម៉ាក់ទាំងអស់មកកូនតើរឿងរ៉ាវយ៉ាងម៉េចទៅគឺថាខ្ញុំគឺថារឿងនេះខ្ញុំអធិប្បាយបានពួកអ្នកលេងដែលជួយប្អូននោះជាមិត្តភក្តិរបស់ខ្ញុំគេឃើញប្អូនត្រូវគេធ្វើបាបគេក៏ចូលទៅជួយយើងគិតរួចទៅហើយថាមនុស្សដូចជាកូននេះគ្មានថ្ងៃរាប់អានជាមួយនឹងពួកអន្តពាលគ្មានការសិក្សាហើយចុះកូនទៅទីនោះធ្វើអីការពិតទៅពេលថ្ងៃមានរៀនណាគឺលោកគ្រូជាប់ប្រជុំទើបលុបចោលការបង្រៀនទៅតែប៉ាបានទេទៅមហាវិទ្យាល័យហើយមានរៀនតាមធម្មតាគឺខ្ញុំជាអ្នកបបួលប្អូនទៅទេខ្ញុំចង់ឲ្យប្អូនចូលរួមកម្មវិធីអាសាស្ម័គ្រព្រោះថាកូនគេចង់ជួយដល់សមាគមកម្មវិធីនេះកូនគេបានបរិច្ចាគលុយឲ្យសមាគមច្រើនណាស់មិនទេកូនបាទម៉ាក់ខ្ញុំដឹងថាខ្ញុំមិនល្អដែលកិច្ចរៀនប៉ុន្តែខ្ញុំចង់មានចិត្តអាសាសុំទោសផងណាម៉ាក់នេះមិនមែនជាកំហុសរបស់កូនទេប៉ុន្តែជាកំហុសរបស់បងប្រុសដែលមិនចេះគិតយើងសុំហាមឯងដាច់ខាតឲ្យឯងឈប់ពាក់ព័ន្ធជាមួយនឹងមិត្តភក្តិថោកទាបទៅយើងមិនចង់ឲ្យកូនរបស់យើងត្រូវពាក់ព័ន្ធជាមួយមនុស្សទាំងនោះទេបាទកូនឈុនបាទហេតុអីបានជាឈុនកុហកជំនួសប្អូនខ្ញុំនិយាយការពិតតាបានហើយទោះជាពូសួរការពិតពីឯងយ៉ាងណាក៏ដោយ
ក៏ឥតប្រយោជន៍ដែរយ៉ាងណាឯងនៅតែការពារប្អូនពូសង្ស័យថាថ្ងៃណាមួយប្អូននឹងស្រឡាញ់ឯងដូចជាឯងស្រឡាញ់គេ បាទបើអញ្ចឹងខ្ញុំសុំទៅសិនហើយ ហេតុអីបានជាបងកាន់ជើងគេហើយចាប់កំហុសកូនខ្លួនឯង បើមិនបានចាប់កំហុសអីទេអូននេះហើយដែលស្រឡាញ់កូនមិនងើបមុខមិនងើបមាត់ហើយអគតិចំពោះजनकឈុន បងដឹងហើយតើថាខ្ញុំមកស្អប់គេប៉ុណ្ណា ការដែលគេជាសាច់ឈាមរបស់ប្តីដើមមែនទេ នេះគឺជាចំណែកមួយរឿងដែលសំខាន់គេគឺជាមេសូយតាំងពីគេកើតមកអាជីវកម្មរបស់ខ្ញុំក៏លិចលង់តែដល់ពេលខ្ញុំមានកូនកូនសពបែបសពយ៉ាងរបស់ខ្ញុំក៏រីកចម្រើនទៅមុខសូម្បីតែគ្រូទាយក៏ទាយដែរថាគេម្នាក់នេះនឹងនាំភាពវិនិច្ឆ័យមកឲ្យខ្ញុំ បើមិនគិតអញ្ចឹងទេក្មេងអាចល្អបានព្រោះតែទទួលការអប់រំដ៏ល្អហើយទទួលការស្រឡាញ់ពីឪពុកម្ដាយបងសូមឲ្យឈប់ជឿរឿងជើងលេខរួចហើយមកជឿចិត្តកូនខ្លះទៅ អត់ទេខ្ញុំគ្មានថ្ងៃជឿជាក់លើគេទេរួមទាំងខ្លួនបងផង ហើយចុះអូនមករៀបការជាមួយបងធ្វើអីទៅឬក៏ចង់យកឈ្នះលោកវីរផាត់ បងធនាកន បងសូមទោសណា ចូលមកមានកៅអីផា នេះណាស្អាតទេបងតា ស្អាតណាស់ទៅទិញមកពីណា មនុស្សគួរឲ្យស្រឡាញ់មិនទិញខ្លួនឯងទេមានគេឲ្យមក អ្នកណាឲ្យ ខ្ញុំក៏មិនដឹងដែរខ្ញុំមិនស្គាល់ផង ហាចុះនេះទៅទទួលរបស់ពីគេដល់របៀបណា គឺអ្នកបើកម៉ូតូម្នាក់គេវាទៅបុកខ្ញុំនៅមហាវិទ្យាល័យរបស់បងតា អូនកាត់អីទេ ទៅគេឲ្យផ្កាកុលាបជាការតបស្នងពិតជារ៉ូម៉ាន់ទិកណា អូនកាត់អីទេ ខ្ញុំមិនអីទេ ណែបងឲ្យទុកជាសំណងនៃការលួចព្រលឹងតែចុះ បរោះក្នុងសុបិនរបស់ខ្ញុំ មែនហើយ ឯងជួយយើងធ្វើអីទៅ អញជាប្អូនប្រុសខ្ញុំ ការពិតទៅយើងមិនអាចទុកឯងជាបងយើងទេ អញគិតយ៉ាងម៉េចវាជារឿងរបស់ឯងតែអញមិនអាចបដិសេធឈាមជន់ជាបងប្អូនបានទេទោះជាឪពុកខុសគ្នាក៏ដោយជាបងត្រូវតែមើលថែប្អូន កុំគិតឲ្យសោះណាថាគុណបុណ្យលើកនេះនឹងធ្វើឲ្យយើងចាប់អារម្មណ៍ឯង ខ្ញុំមិនចង់បានអីពីឯងទេយ៉ាងហោចណាស់ក៏ខ្ញុំបានសប្បាយចិត្តដែលបានជួយឯង ឯងជាសង្សារសុតផាន់មែនទេ មិនមែនទេ មែនឬក៏មិនមែនស្អីទៅ បងប្រាប់ថាផ្កានេះមិនមែនជាផ្កាឈូករត់ទេ បងតានេះបងឡាប់ស្តេទេអេ ឯងនេះណាមើលមេរៀនរៀបចំប្រឡងដល់ណាហើយ មិនតន់បានអានបន្តិចណាទេមានគេរំខានចិត្តរហូត អ្នកណា គឺអ្នកដែលឲ្យផ្កាកុលាបដល់ខ្ញុំនោះអីគឺមុខមាត់គេសង្ហាខ្លាំងណាស់បើកសភៅចាំសិលឹកណាក៏ឃើញតែមុខរបស់គេសង្ហាខ្លាំងណាស់អានមេរៀនមិនសូវយល់សោះគឺវាដិតជាប់នៅត្រង់នេះហើយនេះកាន់តែផ្ដេសផ្ដាស់មែនតើហើយ នេះមែនទេបងតាដែលគេហៅថាពឹសពុលនៃស្នេហានោះ ហើយណែហាមនិយាយបែបនេះដាច់ខាតណា
បើសិនជាប៉ាស្ដាប់ឮគឺប្រកាសជាត្រូវចាប់ដាក់ច្រវាក់ហើយ ខ្ញុំមិនខ្លាចទេខ្ញុំនឹងកែប្រែជាចាប់ទូចរួចហើយក៏ហើរចេញពីទ្រុងដោយមិនត្រឡប់មកវិញទៀតទេ ចានាងចាប់តូច បើខ្ញុំមានសង្សារបងតាត្រូវទៅជួយខ្ញុំណា ចាំម៉េចឯងជាសង្សារសតាផានដែរទេ គេជាមិន ឡោយើងនឹងតាមញ៉ាយគេ កុំទៅពាក់ព័ន្ធនឹងគេអីគេជាមនុស្សល្អមិនជាស្រីចូលចិត្តការសប្បាយដោយឯងធ្លាប់ជួបទេម្យ៉ាងទៀតឯងក៏មានមនុស្សស្រីរួមមិនអស់ទៅហើយ នោះគ្រាន់តែចតុកតាដាក់នៅមុខឡានពេលទៅធុញខ្ញុំនឹងកវល់ចោលខ្ញុំត្រូវការមនុស្សពិតប្រាកដ ឯងមិនសមនឹងគេទេ មិនតាន់សាកផងមិនដឹងថាសាកសមមិនសាកសមឬក៏ឯងផ្ចាន់ ខ្ញុំប្រច័ណ្ឌយ៉ាងម៉េចទៅខ្ញុំមិនមែនសង្សារគេខ្ញុំគ្រាន់តែជាមិត្ត ខ្ញុំមិនគួរមកចំណាយពេលសួរឯងសោះព្រោះថាបើគេជាសង្សារឯងក៏យើងដណ្ដើមដែរ ណាជួយខ្ញុំទៅ ផាមិនតន់ប្រាប់បងទេថាផាឲ្យបងជួយរឿងអី គឺជួយលាក់រឿងនេះជាការសម្ងាត់កុំឲ្យលោកប៉ាហើយនឹងម៉ាក់បានដឹងហើយបងតាត្រូវទៅធ្វើជាមេនដាកឲ្យខ្ញុំផង ណែផាតែបងមិនស្គាល់គេទេ គឺគេនៅមហាវិទ្យាល័យជាមួយបងតានឹងហើយអាចនឹងស្គាល់គ្នាក៏ថាបានណាមនុស្សល្អរបស់ប្អូន ចា អុយបងតានេះគួរឲ្យស្រឡាញ់ណា សតាផាន់ខ្ញុំមិនចង់ធ្វើជាមិត្តភក្តិរបស់នាងទេខ្ញុំចង់ធ្វើជាសង្សាររបស់នាងនឹងបានមើលថែនាងមិនឲ្យអ្នកណាមកពាក់ព័ន្ធជាមួយនាង ជាតិមុនដែលខ្ញុំផ្សាយកម្មពីអ្វីទៅបើជាខ្ញុំមិនត្រូវមើលថែនាងបែបនេះ លោកប៉ាកុំទៅចោលនិគីឲ្យសោះណានិគីមិនសោះអ្នកណាទៀតទេ និគី
បាននាងទុនភ្លុនផ្អែមល្ហែមដោយពេលនេះណាវាប្រកាសជាល្អខ្លាំងណាស់អ្នកទាំងអស់គ្នាមិនពិបាកស្រឡាញ់នាងទេឆាឆាឈប់សិនអូនសម្លាញ់នេះមលាស្លាប់មែនទេមិនមែនទេគឺមកសារភាពស្នេហ៍ស្រឡាញ់គ្នាទៅណាបើអញ្ចឹងគឺបិទភ្នែកសិនទៅអូយនិយាយផ្អែមដាក់បងដែរអញ្ចឹងបិទភ្នែកក៏បានបិទភ្នែកណាបានកុំបើកឲ្យសោះណាបើសិនជាបើកខ្ញុំខឹងមែនហើយហ៎បាត់ទៅណាខ្លួនចង់ធ្វើអីនឹងមិនប្រាប់ទេអូយរួចហើយចាអើយនេះមិនតន់ស្លាប់ទេយកទឹកដូងមកលុបមុខរួចហើយអាចចូលចង្ក្រានដុតបានតែម្ដងអូយអូនអែនជួយផងអូនអែនអូនអែនណែមិនមែនមកលាស្លាប់ទេគឺថាមកអរគុណដែលអូនអែនខំទេទៅប្រាប់ឲ្យមិត្តភក្តិមកជួយបងខ្ញុំមិនដឹងរឿងទេអាណែនៅធ្វើពើទៀតណាពួកវាប្រាប់បងហើយថាអូនអែនទេទៅសំលេងញ័រអាឡូនៅណាជួយបន្តិចទៅណាជួយបន្តិចស្រឡាញ់ខ្ញុំមែនទេខ្ញុំគិតថាមនុស្សដូចជាឯងមិនគួរឆាប់ស្លាប់ទេត្រូវនៅឲ្យបានយូរឲ្យគេជន់ឲ្យស្លាប់សិននោះហើយគឺមានន័យថាស្រឡាញ់កុំរំខានណាខ្ញុំទៅតូបខ្ញុំហីអឺចង់ទៅណាអ្នកណាសោកសាឯងណែធ្វើមករឿងទៅកាត់ដែរណែខ្លួនឯងប្រកាសជាស្រឡាញ់តែមិនព្រមនិយាយនឹងមិនបាត់ឈួតទៀតមែនទេអូណែកុំចេះណាណែបើចេះមកវាយចំបេះដូងបងទៅម៉ែជំរាបសួរម៉ាក់អ្នកណាម៉ាក់របស់ឯងហៅថាស្ដីទីម្ដាយក្មេកពេលអនាគតខ្ញុំមិនមែនលេងសើចជាមួយឯងទេបាទអេណាម៉ាក់មកអេនម៉ាក់ប្រហែលជាមិនបានមកទីនេះយូរហើយប្រហែលជាភ្លេចផ្លូវខ្លះឲ្យខ្ញុំជូនទៅទេអូយសូមគោរពខ្លួនឯងផ្ញើឡើងទៅម៉ាក់ឲ្យយកអាហារមកឲ្យខ្លាចថានាងអត់ស្លាប់នីគីអំនេះមកចានីគីទៅណាមិនដឹងទេចានិយាយថាម៉េចនីគីបាត់ខ្លួនណាកូន
កូនឆាប់ទៅរកមិត្តភក្តិអ្នកនាងទៅក្រៃលួនអ្នកនាងទៅគេនៅផ្ទះមិត្តភក្តិណាកូនបាទម៉ាក់ចាខ្ញុំដូចជាទ្រាំលែងបានហើយណាមកបង្កបញ្ហាទាមទារការចាប់អារម្មណ៍គ្រប់ពេលអ្នកនាងប្រហែលជាខូចចិត្តរឿងដែលលោកម្ចាស់រៀបការនោះហើយលោកម្ចាស់កុំថាខ្ញុំលោកដៃលោកជើងអីណាលោកម្ចាស់លុបចោលពិធីមង្គលការសិនទៅល្អទេអត់ទេខ្ញុំសម្រេចចិត្តហើយមិនថាយូរឬក៏ឆាប់ទោះជាយ៉ាងណាអូនកានជាមនុស្សស្រីនឹងធ្វើជាម្ដាយហើយជាប្រពន្ធដ៏ល្អបានអេនចៅបាត់ទៅណានឹងយាយចាំចៅយូរហើយចាយាយអេចៅមានការអីទេមិនក៏មុខមាត់ខ្លាយជាបែបនេះម៉ែម៉ែថ្ងៃនេះម៉ែមិនបាច់ចេញទៅលក់នំទេខ្ញុំមកយកទាំងអស់ឯងទៅមានមកពីណាមានប្តីថ្មីហ៎មែនហើយម៉ែខ្ញុំជិតរៀបការហើយតទៅនេះម៉ែនឹងអែនមិនបាច់ធ្វើការឲ្យនេះហាត់តទៅទៀតទេណាខ្ញុំនឹងផ្ញើលុយឲ្យម៉ែរាល់ខែតែម្ដងអើយយើងនេះវាសនាល្អដល់ហើយវើយសំបីតែមិនទាន់បានពីការងាប់ខ្លួនផងក៏បានអង្គុយសោយសុខដេកស៊ីអង្គុយស៊ីមានលុយចាយណាវើយតែយើងមិនយកលុយឯងទេយើងអាចរកស៊ីខ្លួនឯងបានម៉ែប៉ុន្តែម៉ែពិបាកព្រោះតែខ្ញុំយូរហើយយ៉ាងណានៅមានកូនរបស់ខ្ញុំទៀតសូមឲ្យខ្ញុំបានសងគុណម៉ែខ្លះទៅបានទេអេនអើយចៅលឺដៃទេលឺម៉ែចៅនិយាយទេអូយយាយនេះស្ទើរតែស្រក់ទឹកភ្នែកទៅហើយនេះបើសិនជាក្រសួងវប្បធម៌គេបានលឺគេប្រកាសជាប្រគល់រង្វាន់ឲ្យម្ដាយរបស់ចៅនឹងក្លាយជាកូនល្អប្រចាំជាតិមិនខានទេម៉ែឈុំនិយាយបញ្ចុះប្រសោឲ្យខ្ញុំទៀតទៅខ្ញុំចង់ឲ្យម៉ែហើយនឹងកូនបានសប្បាយណាម៉ែនេះណាលុយឲ្យយើងអត់ស្លាប់យើងក៏មិនត្រូវការលុយរបស់ឯងដែរវើយយើងមិនត្រូវការស៊ីលុយដែលទៅធ្វើរឿងអប្រិយមកទេឯងចេះតែបង្ករឿងអប្រិយរឿងថោកទាបដេកជាមួយនឹងប្រុសដណ្ដើមប្តីគេលក់ខ្លួនវាមានតែរឿងថោកទាបរឿងអាក្រក់ទាំងអស់វាគឺជាលុយបាបឯងដឹងទេយើងមិនត្រូវការទេម៉ែបើអញ្ចឹងម៉ែធ្វើការស្លាប់នៅនឹងចក្រានភ្លើងទៅហើយលុយនេះខ្ញុំបានមកដោយការស្រឡាញ់និងចិត្តស្នេហាគេពេញចិត្តនឹងឲ្យខ្ញុំមិនបានលក់ខ្លួនគេជាមួយប្រុសមិនរើសមុខទេយាយចាំខ្ញុំទៅរៀបចំតូបសិនណាអេនម៉ែមានរឿងចង់និយាយជាមួយយាយថ្ងៃនេះយាយមិនបាច់លក់ទេខ្ញុំមិនចប់រៀនទេខ្ញុំទៅលក់វិញណាអេនស្ដាប់ម៉ាក់សិនអេនទៅនៅជាមួយម៉ាក់ទៅណាកូននឹងបានសប្បាយចង់រៀនអីក៏បានរៀនចង់បានអីម៉ែនឹងទិញឲ្យទាំងអស់ឯងនឹងបានមានខោអាវល្អស្លៀកពាក់មានឡានថ្លៃជីលោកនវត្តគេចិត្តល្អណាស់គេនឹងខ្លាចជាឪពុកដ៏ល្អរបស់កូនឪពុកទីប្រមាណទៅម៉ាក់តាំងពីខ្ញុំកើតមកខ្ញុំមិនតដឹងទេថាប៉ារបស់ខ្ញុំជាអ្នកណានោះក្រៅពីអ្នកភូមិគេនិយាយថាខ្ញុំកើតមកដោយការមិនតាំងចិត្តព្រោះតែម៉ាក់ទៅផ្លត់ភ្លៀងឲ្យភ្ញៀវតែប៉ុណ្ណោះដល់ពេល5ឆ្នាំខ្ញុំក៏មានឪពុកថ្មី
ពេល6 ឆ្នាំ 7 ឆ្នាំខ្ញុំក៏មានឪពុកថ្មី3នាក់ទៀតមិនដល់10ឆ្នាំខ្ញុំក៏មានឪពុកចុងចិត្តម្ល៉ូខ្ញុំប្រហែលជាកូនដែលមានសេចក្តីសុខបំផុតនៅលើโลกនេះដែលមានឪពុកលើអ្នករាល់គ្នាអែនជាកូនអ្នកណាមិនសំខាន់ទេតែអែនជាកូនរបស់ម៉ាក់ហើយពេលនេះម៉ាក់បានសប្បាយហើយម៉ាក់នឹងនាំអែនទៅនៅជាមួយយើងនឹងបានមានសេចក្តីសុខជាមួយគ្នាតាមរបៀបម្ដាយកូនណាខ្ញុំមិនទៅខ្ញុំមានឪពុកមុខមិនដូចគ្នាច្រើនអ្នកមកហើយខ្ញុំត្រូវការតែម៉ាក់ម្នាក់ប៉ុណ្ណោះយាយគឺជាម៉ាក់របស់ខ្ញុំនឹងនៅជាមួយយាយរហូតដល់ថ្ងៃស្លាប់កុំបញ្ហាច្រើនពេកបានទេយើងនឹងឲ្យពេលឯងគិតមើលថាឯងចង់ធ្វើជាក្មេងនៅសំណង់អនាធិបតេយ្យឬក៏ទៅធ្វើជាអ្នកនៅក្នុងភូមិមួយគ្រឹះដ៏ធំនេះយកលុយនេះទុកចាយទៅម៉ាខ្ញុំមិនត្រូវការលុយខ្ញុំត្រូវការចុះឯងត្រូវការអីអ្នកណាក៏ចង់បានលុយទៅទាំងអស់ហ្នឹងលុយគឺជាព្រះជាម្ចាស់ទិញបានសពបែបសពយ៉ាងចាខ្ញុំទៅហើយនេះគេមិនបានទៅរកមិត្តភក្តិទេម៉ាក់យល់ថាអ្នកនាងប្រហែលជាប្រាប់មិត្តភក្តិមិនឲ្យប្រាប់ក៏ថាបានអញ្ចឹងចុះទៅតាមរកនៃផ្ទះមិត្តភក្តិទៅបានមិនចាំបាច់ទេលោកម្ចាស់មិនបារម្ភពីអ្នកនាងខ្លះទេកន្លងមកណាតាមចិត្តគេរហូតដល់ខូចនិស្ស័យមានរឿងអ្វីដែលមិនបានដូចចិត្តទាមទារការចាប់អារម្មណ៍លើកនេះខ្ញុំនឹងពុតនិស្ស័យវាខ្លះវាទៅបានវាត្រូវតែមកខ្លួនឯងបានខ្ញុំសុំហាមមិនឲ្យនរណាទៅតាមចិត្តដាច់ខាតយល់ហើយនៅបានចានិយាយថាម៉េចនេះនាងរត់គេចទៅតាមខេត្តទេមែនហើយខ្ញុំមិនចង់នៅមើលពិធីមង្គលការរបស់គេទេខ្ញុំទៅហើយអាចនឹងមិនមកវិញទេណែស្អាប់អារម្មណ៍សិនទៅអញ្ចឹងចុះចាំខ្ញុំសាកនិយាយជាមួយប៉ានាងឲ្យគាត់ពន្យាពេលការរៀបការសិនមិនបានផលទេប៉ាខ្ញុំឆ្លុះវង្វេងនឹងនាងបីសាច់នោះឡើងវង្វេងទិសអស់ហើយមិនដឹងទេនាងត្រូវទៅជាមួយខ្ញុំណាខ្ញុំទៅមិនបានទេតែខ្ញុំមិនសល់អ្នកណាទៀតទេណាបើនាងមិនទៅខ្ញុំនឹងសម្លាប់ខ្លួនណែឈប់គិតឈួតទៅខ្ញុំចង់ជួយនាងតែនាងក៏ដឹងហើយថាយ៉ាងណាប៉ាខ្ញុំក៏មិនឲ្យទៅដែរនេះរឿងនេះមិនបាច់បារម្ភទេតាខ្ញុំរៀបចំផែនការរួចរាល់អស់ហើយនេះណាមួយថ្ងៃមិនធ្វើអីទេមើលចុះស្លឹកឈើជ្រុះច្រើនណាអាយ
ស្អីគេដល់ពេលប្រើការងារភ្លាមងងុយតែម្ដងណោះនេះទៅប្រមូលស្លឹកឈើឲ្យអស់ទៅឆាប់ឡើងនៅត្រង់នោះច្រើនណាស់ការងារប៉ុណ្ណឹងចាំឲ្យប្រាប់រហូតណោះអូយស្អីគេមើលនេះចោអូយស្អាតដល់ហើយលោកស្រីមើលចោស្អាតណាស់ស្អាតអូយស្អាតណាស់ប្រហែលជាគុនគូនទិញឲ្យលុបលៀងទោសកាលពីម្សិលមិញសយហើយនេះជាគម្រោងការយកព័ត៌មានមូលដ្ឋានណាលោកពូមិនក៏ទៅយកព័ត៌មានតាមខេត្តគឺក្រុមរបស់យើងត្រូវទៅសម្ភាសពួកអ្នកនេសាទត្រូវទៅសម្ភាសអ្នកនេសាទនៅទីនោះតែម្ដងសូតាផាន់ឯងធ្វើទូនាទីអីតាគឺជាពិធីកសម្ភាសលោកពូមិនអាចអត់គេបានទេទៅប្រហែលថ្ងៃទៅប្រហែលអ្នកហើយសំណាក់នៅណាទៅ2ថ្ងៃមួយយប់ចាហើយក្រុមរបស់យើងទៅ5នាក់មានលោកគ្រូទៅជាមួយរួចហើយសម្រាប់នៅខ្ញុំសួរសូតាផាន់សូតាផាន់ឯងមិនដឹងរឿងអីខ្លះទេគឺខ្ញុំធ្វើតួនាទីត្រូវសម្ភារចំណែករឿងការចាត់ការទាំងអស់វាជាតួនាទីរបស់នីគីយើងមិនឲ្យទៅទេលោកពូយើងមិនយល់ស្របទេចំពោះការទៅតាមខេត្តមានតែការផ្សងបើមិនមានការចាំបាច់គឺមិនទៅបែបនេះគឺមានតែគ្រោះថ្នាក់តែប៉ុណ្ណោះឯងប៉ុន្តែបើយើងទាំងពីរអ្នកមិនទៅគឺរៀនមិនចប់ទេព្រោះវាជាមុខវិជ្ជាសំខាន់ឲ្យកូនទៅបងក៏ចង់ឃើញកូនបានលេខ1ដែរមែនទេរឿងប៉ុណ្ណេះខ្ញុំអាចសម្រេចចិត្តខ្លួនឯងបានមិនចាំបាច់មកពាក់ព័ន្ធទេសំទោសចាច្បាស់ហើយថានាំគ្នាទៅធ្វើការមិនមែនទៅដើរលេងបានជាមហាវិទ្យាល័យសរសេរសម្បត្តិឲ្យច្បាស់នោះអីលោកពូប៉ុន្តែបើលោកពូនៅខ្វល់ចិត្តលោកពូអាចទៅសួរគ្រូប្រចាំមុខវិជ្ជាក៏បានចាចាំខ្ញុំចុចទូរស័ព្ទឲ្យណាមិនចាំបាច់ទេអរគុណណាស់លោកពូគូនរបស់ម៉ាក់នេះគូឲ្យស្រឡាញ់ខ្លាំងណាស់ខំទិញរបស់លុបលៀងទោសកាលពីម្សិលមិញម៉ាក់ភ្ញាក់ផ្អើលណាកូនរបស់ស្អីទៅនេះណាកូនខ្ញុំមិនបានទិញទេចុះអ្នកណាទៅគឺខ្ញុំណាម៉ាក់ខ្ញុំឃើញអានេះស្អាតហើយសមនឹងម៉ាក់ទើបខ្ញុំទិញមកផ្ញើម៉ាក់នាងប៉ែវចាលោកស្រីនាងប៉ែវឲ្យលឿនបន្តិចមើលចាលោកស្រីយកទៅចោលហើយនេះឈប់សិនប៉ែវណែអូនឈុនគេតាំងចិត្តទិញយកមកឲ្យអូនណាអូនេះគឺជាឈុតដែលអូនពេញចិត្តតាអូឈុនឯងនេះភ្នែកមុតមែនរើសម៉ូតដែលមកឯងពេញចិត្តណាណែមិនគួរឲ្យជឿមនុស្សចិត្តថោកទាបដូចជាឯងនេះណាចេះរើសខោអាវមនុស្សស្រីដែរ
ប្រហែលជាបងប្រុសគាត់កាត់រោគដូចជាពេលដេកទៅដឹងម៉ាក់ ខ្ញុំជូនម៉ាក់តើម៉ាក់ពេញចិត្តទេ យករបស់ឯងទៅវិញទៅហើយមិនបាច់ទិញអីឲ្យយើងទៀតទេយើងមិនចង់ជំពាក់គុណបុណ្យរបស់ឯង ហើយតែវជួយយកឈុតនេះទៅធ្វើជាកតោផងណាហើយសូមជួយត្រេកអរផងដែលឯងមានមិត្តស្រីឲ្យពេលម៉ាក់ឯងតិចទៅណាថ្ងៃណាមួយម៉ាក់ឯងប្រកាសជាចិត្តទុនហើយយល់ពីហេតុផលនេះ ខ្ញុំព្រមទទួលថាខ្ញុំចោះចាញ់តែខ្ញុំមិនដកថយទេ ខ្ញុំដឹងណាថាលោកឈុនមិនបានរើសឈុតនេះដោយខ្លួនឯងទេមានន័យថាមានសង្សារជួយរើសឲ្យមែនទេ មិនមែនសង្សារទេតែគេជាមិត្តភក្តិ អូពូដូចជាចង់ដឹងហើយណាថាមិត្តស្និទ្ធស្នាលម្នាក់នេះជានរណាទៅ មិនស្មានថាមានលេខទូរស័ព្ទរបស់លោកគ្រូដែរសោះ អ្នកណាថាខ្ញុំចេះតែគម្រាមទៅ អូយនេះគេនេះផ្សងខ្លាំងណាស់ណាបើប៉ាខ្ញុំដឹងប្រកាសជាមានរឿងហើយ មិនបាច់បារម្ភទេខ្ញុំឲ្យគេដើរតួជាគ្រូរួចរាល់អស់ហើយយ៉ាងណាក៏បានទៅដែរតោះឆាប់ទៅឲ្យលឿន ឈប់សិនខ្ញុំយល់ថាគួរតែមានអ្នកការពារទៅជាមួយសូតាផាន់ កុំនិយាយអីសោះណាថាប៉ះនាងទៅជាមួយ មិនដឹងទេ កូនផាកូនត្រូវតែធ្វើទូនាទីជំនួសប៉ាណា ទទួលបញ្ជាខ្ញុំនឹងមើលថែបអង្តាមិនឲ្យឃ្លាតឆ្ងាយទេហើយខ្ញុំនឹងទេមារីកាលោកប៉ាគ្រប់ម៉ោង ល្អណាស់កូន ខ្ញុំទៅហើយណាជម្រាបលាម៉ាក់ ទៅចុះកូន ធ្វើដំណើរមានសុវត្ថិភាពណាកូន ចាជម្រាបលា នីគីមកដែរទេ គេមិនបានចិត្តដិតជាមួយយើងគេមិនរកយើងធ្វើអីទៅ ណានាទៅដឹងគេស្រឡាញ់ឯងខ្លាំងណាស់បានមិនមកក៏មិនអីដែរខ្ញុំទៅ ឈប់សិនទេរមិត្តចិត្តដិតរបស់គេហើយឬនៅ ខ្ញុំទេរកគ្រប់គ្នាហើយតែមិនមានទេ ចុះតាមវិញនោះ តាមិនទទួលទូរស័ព្ទតែខ្ញុំគិតថាគេមិនទៅផ្ទះតាទេឯងដឹងហើយតើថាឪពុករបស់តាណាកាចប៉ុណ្ណាពេលដែលដឹងថានីគីចេញពីផ្ទះប្រកាសជាជូនមកវិញហើយ អញកុំអាគិតខ្លួនឯងផ្ទះនេះគេហើយនឹងតានៅចិត្តគ្នាទេអញគួរតែមើល ឯងក៏បង្រៀនយើងឲ្យសោះណាការពិតទៅយើងមិនចង់តាមរកប្រមាណទេបើម៉ាក់មិនបង្ខំទេនោះហើយគួរឲ្យធុញមែនមនុស្សមិនចេះទទួលខុសត្រូវសាងតែបញ្ហា ណែអញមាន Facebook របស់នីគីហើយនឹងតាទេព្រោះខាងក្នុងអាចនឹងមានព័ត៌មានប្រាប់ថាគេនៅណា ហ
ដល់ហើយកន្លែងរបស់យើងស្អាតណាស់ អូកន្លែងរបស់យើងស្អាតដល់ហើយ ចឹងមិត្តភក្តិរបស់បងហើយនឹងគ្រូនោះឃើញចេះណាផាបងមានការពិតចង់ប្រាប់ បងមានបញ្ហានៃផ្ទះបងចង់មកសម្រាប់ខ្លាំងណាស់ទើបបងប្រឌិតរឿងនេះឡើងមកតែម្ដង ផាត្រូវយល់ចិត្តពួកបងណាផានឹងបានដើរលេងដែរ នេះបងកុហកប៉ាអីខ្ញុំត្រូវទៅទេតារីកា ផានីគីគិតយ៉ាងណាទៅផាឆាប់សិនស្ដាប់បងសិនផាបងចាំបាច់ពិតមែនបងគ្មានចេតនាកុហកទេណាផាសំវរណា ផាចង់បានអីបងឲ្យបានគ្រប់យ៉ាងប៉ុន្តែសម្បរណាកុំប្រាប់លោកពូអីនេះបងនីគីកំពុងតែសូកប៉ាន់ខ្ញុំណារឿងនេះត្រូវទៅលើដល់លោកប៉ា ផា លោកប៉ាបងតាហើយនឹងបងនីគីគាត់កំពុងតែអប់រំមិត្តភក្តិរបស់បងតាក៏សិតតែស្រីអ្នកគ្រូប្រចាំមុខវិជ្ជាក៏មានតែស្រីដែរគ្មានអីគួរឲ្យបារម្ភទេហើយម្យ៉ាងទៀតចាំខ្ញុំទេប្រាប់លោកប៉ាម្ដងទៀតណាជម្រាបលា អូនផានេះឯងធ្វើឲ្យបងលុបប្រឡឹងអស់ហើយនាងជើងល្អអើយ ឯនេះសាហាវមែនទេបងនីគីកុំភ្លេចពាក្យសន្យាណាថាខ្ញុំសុំអីបងនីគីនឹងឲ្យចា ណែចុះគិតយ៉ាងណាទៅជួយអង្គរៈអ្នកកាពារ ការពិតទៅលោកប៉ាមិនបានសុំឲ្យខ្ញុំមកទេប៉ុន្តែខ្ញុំធានាខ្លួនមកដោយខ្លួនឯងសុំធានាថានឹងមកមើលពួកបងខ្ញុំចង់ប្រែក្លាយជាសត្វចាបហោះហើរលើផ្ទៃសមុទ្រឲ្យគ្រប់ទិសទីតែម្ដងជឿស្ងៀមដល់ណាទៀតត្រូវតែប្រែកាយធ្វើជាសត្វចាបតូចហោះនៅលើផ្ទៃសមុទ្រតោះធ្វើអីនឹងតា គ្រាន់តែថតរូបធម្មតា ហាមចុះផ្សាយតាម Facebook ឬអ៊ីនធឺណិតជាដាច់ខាតណាខ្ញុំមិនចង់ឲ្យអ្នកណាដឹងថាខ្ញុំនៅទីនេះទេ តែត្រូវតែមាននរណាម្នាក់ដែលដឹងបើមិនអញ្ចឹងទេអ្នកផ្ទះនាងច្បុកច្បល់ហើយ ខ្ញុំចង់ដឹងថាប៉ារបស់ខ្ញុំបារម្ភពីខ្ញុំទេបើសិនជាលោកប៉ានៅស្រឡាញ់ហើយបារម្ភពីខ្ញុំនោះគឺប្រកាសជាតាមរកខ្ញុំហើយទៅផ្លាស់ខោអាវហើយងូតទឹកទៅល្អជាងតោះតែយើង ជាមិនដែរ ហើយខ្ញុំដឹងហើយថាគេនៅណា ហេនេះគឺទៅតាមខេត្តហ៎នាងនេះនាំតាទៅជាមួយមែននេះណាខ្ញុំទៅហើយ ណាភីអភី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 យើងទៅដែរភីយើងបារម្ភណា បារម្ភណាគេ ក្រែឲ្យប្រាប់ថានីគីស្រឡាញ់ខ្ញុំហ៎ខ្ញុំនឹងទៅជួយនិយាយក្រែលោកគេព្រមមកផ្ទះខ្ញុំនេះត្រូវស្ដីល្អណាស់វើយ យល់ព្រមយើងយល់ព្រមតាមឯងនេះឯងចំពាក់គុណខ្ញុំលើកក្រោយបើខ្ញុំសុំអីឯងត្រូវជួយ មិនអីទេសម្លាញ់ តើឆាប់ទៅតោះ អូយជម្រាបសួរម៉ាអូយថ្លៃស្អីទៅនេះឲ្យខ្ញុំជាថ្លៃទឹកដោះទុកចូលស្ដីដល់នឹងអូនអែនណា ឈប់ពាក់ព័ន្ធជាមួយនឹងកូនស្រីខ្ញុំ អូយទិញក្បាលខ្ញុំហើយជប់ម៉ាគឺបើមិនយកមានតែល្ងង ឈប់ពាក់ព័ន្ធជាមួយកូនអេនកូនខ្ញុំត្រូវតែមានជីវិតដ៏ល្អជាងនេះ អូយ មិនមែនមានប្តីក្មេងស្ទាវដូចជាឯងទេ
ងយគ្មានបញ្ហាទេចាំខ្ញុំធ្វើការពាក់ក្រវ៉ាត់ក៏ពាក់ឯកសណ្ឋានឲ្យម៉ាក់មើលអញចង់និយាយថាម៉េចលុយអាចទិញខ្ញុំបានប៉ុន្តែចង់ពង្រត់បេះដូងអែនចេញពីខ្ញុំគឺគ្មានផ្លូវទេអាគ្មានឈួតឲ្យលុយខ្ញុំវិញមកឲ្យមកវិញភ្លាមលុយបាត់ហើយអាគ្មានឈួតនាងកាន់ឯងឈប់ទិញមនុស្សដោយលុយទៀតទៅវើយម៉ែកុំនិយាយអីសោះណាថាលុយមិនសំខាន់ការដែលម៉ែធ្វើការត្រុកបែបនេះគឺព្រោះតែម៉ែចង់បានលុយមែនទេមែនហើយយើងចង់បានលុយដើម្បីកាពះនៅវើយមិនមែនដើរយកលុយទិញក្បាលអ្នកនោះអ្នកនេះសំបីតកូនរបស់ខ្លួនឯងនោះទេគឺខ្ញុំចង់ឲ្យកូនសុខសប្បាយណាម៉ែបើសិនជាយើងមានលុយយើងមានអំណាចយើងចង់ធ្វើអីក៏បានដែរវាទិញបានតែខ្លួនគឺដូចជាឯងលក់ដល់សប្តាហ៍ថ្ងៃនេះហើយម៉ែកន្លងមកនេះណាឯងចោលកូនយូរពេកហើយនាងកាន់បើសិនជាឯងចង់យកឈ្នះចិត្តកូនរបស់ឯងជឿយើងទៅឯងត្រូវតែប្រើបេះដូងកុំប្រើលុយខ្ញុំគ្មានពេលវេលាគ្រប់គ្រាន់មករាប់មួយសារថ្មីទេម៉ែវិធីតែមួយគត់ដែលបានឆាប់បំផុតនោះគឺលុយនេះហើយរឿងជីវិតផ្សងស្នេហ៍ភាគទី4ចប់តែប៉ុណ្ណេះសូមរងចាំតាមដានទេសនានៅភាគទី5ដែលជាភាគបន្តសូមអរគុណ